7,200 ប្រទេសជាសមាជិក OPCW ទទួលស្គាល់ថាការប្រើប្រាស់អាវុធគីមីក្នុងកលៈទេសៈណាក៏ដោយគឺជាការរំលោភសន្ធិសញ្ញាអន្តរជាតិហើយត្រូវទទួលទណ្ឌកម្មអន្តរជាតិតំណាងកម្ពុជាដែលមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងអាជ្ញាធរជាតិអាវុធគីមីកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី27របស់អាជ្ញាធរជាតិនៃប្រទេសជាសមាជិកអង្គការហាម5អាវុធគីមី OPCW នៅទីក្រុងឡាអេប្រទេសហូឡង់ចាប់ពីថ្ងៃទី23ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025ដែលមានសមាជិកភាពចូលរួមមកពីបណ្ដាប្រទេសជាសមាជិកទាំងអស់193ប្រទេសក្រសួងការបរទេសបានឲ្យដឹងថាកិច្ចប្រជុំបានបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមដើម្បីប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទម្រង់នៃអាវុធជីវសាស្ត្រឬអាវុធគីមីដូចជាការផលិតការដឹកជញ្ជូនការស្តុកទុកឬការចែកចាយខុសនិយមន័យអន្តរជាតិដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិនិងបរិស្ថានអង្គសន្និសីទបានទទួលស្គាល់ថាការប្រើប្រាស់អាវុធដែលមានសារជាតិគីមីការផលិតការស្តុកជាដើមក្នុងកលៈទេសៈណាក៏ដោយគឺជាអំពើរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាម5អាវុធគីមី Chemical Weapon Convention ហើយក៏បីទទួលនៅទណ្ឌកម្មអន្តរជាតិក្នុងកំឡុងសង្គ្រាម5ថ្ងៃយោធាថៃបានប្រើអាវុធគីមីនិងប្រើប្រាស់យន្តហោះបាញ់ផ្សែងគីមីពុលសារធាតុផូស្វ័រពណ៌សវាយប្រហារលើទីតាំងយោធានិងទីតាំងជនស៊ីវិលស្លូតត្រង់កម្ពុជាដោយមិនរើសមុខដែលបំពានអនុសញ្ញាអន្តរជាតិក្នុងនាមជាប្រទេសសមាជិកអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្ត្រនិងវិទ្យុសកម្មបានរាយការណ៍កន្លងមកនេះថាអាជ្ញាធរជំនាញបានរកឃើញនៅសារធាតុគីមីជាច្រើនជាង70មុខនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយបញ្ចប់សង្គ្រាមសារធាតុគីមីដែលបង្កឡើងដោយថៃទាំងនោះកំពុងប៉ះពាល់ដល់ដីកសិកម្មជីវិតមនុស្សសត្វទឹកនិងបរិស្ថានក្នុងរយៈពេលមធ្យមនិងយូរអង្វែង។